ខ្ញុំបាទសូមគោរពនឹងជម្រាបសួរដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកនិងកម្មករដែលកំពុងអនុវត្តនៃការជាជ័រកៅស៊ូក្នុងរដូវកាលភ្លៀងធ្លាក់ក្នុងចំការកៅស៊ូយើងតែងតែមានប្រឈមនឹងជំងឺឆ្នោតខ្មៅលើផ្ទាំងមុខជាឬជំងឺផ្សិតផ្សេងដើម្បីបង្ការពីជំងឺទាំងនេះយើងត្រូវលាបថ្នាំមិចស៊ីលឬរីដូមីលប្រសិនបើក្នុងចំការកៅស៊ូយើងមានជំងឺប្រភេទនេះធ្ងន់ធ្ងរយើងត្រូវលាបចន្លោះចាប់ពី10ទៅ15ថ្ងៃម្ដងបើសិនក្នុងចំការកៅស៊ូយើងមានជំងឺតិចតួចឬស្រាលយើងអាចលាបក្នុងមួយខែម្ដងថ្ងៃនេះខ្ញុំបាទទាំងពីរនាក់សូមធ្វើបទបង្ហាញអំពីការលាបថ្នាំមិចស៊ីលដើម្បីការពារមុខជាចំពោះការលាបថ្នាំមិចស៊ីលយើងត្រូវលាបទំហំ3សង់ទីម៉ែត្រទៅ5សង់ទីម៉ែត្រយើងត្រូវលាបពីលើចុះមកក្រោមរួចទាញពីក្រោមឡើងលើដើម្បីឲ្យសពមុខជាបានល្អនិងដើម្បីការពារជំងឺផ្សេងៗគេលុយស្ងួតទៅវាឃើញដូចនេះការធ្វើបទបង្ហាញអំពីការលាបថ្នាំមិចស៊ីលសូមចប់នៅត្រឹមនេះសូមអរគុណសូមជម្រាបលា